រុស្ស៊ីក៏ហៅប្រិយសិទ្ធិជប៉ុនជំវិញការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់កោះនេះរុស្ស៊ីបានស្ដីបន្ទោសជប៉ុនកាលពីថ្ងៃអង្គារចំពោះការតវ៉ារបស់ទីក្រុងតូក្យូប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនទៅកាន់កោះអ៊ីនធឺរ៉ាប់ចុងបូព៌ាដែលជប៉ុនហៅថាអ៊ីតូរ៉ូហ្វូហើយបានក៏ហៅអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសរុស្ស៊ីលោកអាគីរ៉ាម៉ូតូដែលក្រោយមកបានបង្ហាញខ្លួននៅក្រសួងការបរទេសរុស្ស៊ីយោងតាមក្រសួងការបរទេសរុស្ស៊ីលោកម៉ូតូត្រូវបានគេប្រាប់ថាអធិបតេយ្យភាពនិងយុត្តិការរបស់រុស្ស៊ីលើកោះកូរីលភាគខាងត្បូងគឺមិនអាចរង្គោះរង្គើបានឡើយក្រសួងបាននិយាយថាទឹកដីទាំងនេះបានប្រគល់ទៅឲ្យប្រទេសយើងជាលទ្ធផលនៃសង្គ្រាមលោកលើកទី2ដែលត្រូវបានចែងក្នុងកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់មហាអំណាចសម្ព័ន្ធមិត្តនិងធម្មនុញ្ញអង្គការសហប្រជាជាតិក្រសួងការបរទេសរុស្ស៊ីក៏បាននិយាយផងដែរថាដោយសារតែការគ្រប់គ្រងរបស់ជប៉ុនចំពោះអ៊ុយក្រែនទីក្រុងមូស្គូនឹងរក្សាសិទ្ធិក្នុងការចាត់វិធានការតបតសមស្របក្រសួងបានក៏ហៅលោកម៉ូតូកាលពីថ្ងៃច័ន្ទប៉ុន្តែឯកអគ្គរដ្ឋទូតមិនបានបញ្ជាក់ពីការបង្ហាញខ្លួនរបស់គាត់នៅក្រសួងនោះទេដោយលើកឡើងពីហេតុផលសុខភាពផ្ទាល់ខ្លួនអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រីម៉ារីសាខារ៉ូវ៉ាក្រោយមកបានបង្ហាញថាលោកម៉ូតូមានអារម្មណ៍ធូរស្រាលជាងមុនភ្លាមហើយនឹងទៅក្រសួងនៅថ្ងៃអង្គារទូរទស្សន៍សាធារណៈ NHK របស់ប្រទេសជប៉ុនបានរាយការណ៍ថាលោកម៉ូតូដំបងឡាយស្ទាក់ស្ទើរក្នុងការទទួលយកការកោះហៅនេះដោយសារតែមានការព្រួយបារម្ភថារុស្ស៊ីអាចគ្របដណ្ដប់លើការពិភាក្សាដែលធ្វើឲ្យការផ្លាស់ប្ដូរដែលមានតុល្យភាពមានការលំបាកក្រោយមកទីក្រុងតូក្យូបានសម្រេចចិត្តឆ្លើយតបទៅនឹងការកោះហៅនេះបន្ទាប់ពីការពិភាក្សាផ្ទៃក្នុងនេះបើយោងតាមប្រភពដែលមិនបញ្ចេញឈ្មោះរបស់ NHK នៅថ្ងៃច័ន្ទរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ឺកេឡារ៉ូបាននិយាយថាថ្នាក់ដឹកនាំជប៉ុនគួរតែផ្ដោតលើកិច្ចការផ្ទៃក្នុងរបស់ខ្លួនជំនួសឲ្យការចាប់ផ្ដើមអ្វីដែលហៅថាការវាយប្រហារប្រឆាំងនឹងរុស្ស៊ីលោកឡារ៉ូបានសម្គាល់ថាប្រសិនបើសហសេវកជប៉ុនឥឡូវនេះកំពុងព្យាយាមផ្លាស់ប្ដូរច្បាប់អន្តរជាតិឲ្យសមនឹងខ្លួននឹងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកគេប្រសិនបើពួកគេស្វែងរកការគេចវេះការទទួលខុសត្រូវជាប្រវត្តិសាស្ត្រចំពោះទង្វើខុសឆ្គងកន្លងមកហើយឥឡូវនេះកំពុងរំលោភលើរដ្ឋធម្មនុញ្ញរបស់ពួកគេគោលការណ៍មិនមែននុយក្លេអ៊ែរទាំង3កំពុងត្រូវបំផ្លាញហើយយោធារបស់ពួកគេកំពុងស្វែងរកការអនុវត្តប្រតិបត្តិការនៅក្រៅប្រទេសដែលជាអ្វីដែលហាមឃាត់ពីមុនក្រមរដ្ឋធម្មនុញ្ញនេះជាធម្មតាបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលោកបានមានប្រសាសន៍ថាប្រសិនបើពួកគេសង្ឃឹមថានឹងបង្វែរការចាប់អារម្មណ៍ពីដំណើរយោធាដ៏ឈ្លានពាននេះដោយការចាប់ផ្ដើមបែបនេះសូមអភ័យទោសចំពោះជំរឿពាក្យសម្ដីត្រង់ៗរបស់ខ្ញុំការវាយប្រហារដោយវោហារសាស្ត្រប្រឆាំងនឹងរុស្ស៊ីនិងការចោទប្រកាន់យើងថារំលោភច្បាប់អន្តរជាតិខ្ញុំនឹងណែនាំពួកគេឲ្យគិតពីរឿងរបស់ពួកគេមានបញ្ហាជាច្រើននៅក្នុងស្រុកការផ្លាស់ប្ដូរចុងក្រោយនេះបានធ្វើឡើងបន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់កោះអ៊ីធឺរ៉ាប់ដែលមានចំនួននៅថ្ងៃទី13ខែសីហាដែលជាទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីរុស្ស៊ីចាប់តាំងពីលោកឌីមីទ្រីមេដវេដេវក្នុងឆ្នាំ2010ទស្សនកិច្ចនេះបានជំរុញឲ្យមានការតវ៉ាយ៉ាងខ្លាំងពីទីក្រុងតូក្យូហើយជប៉ុនមុននេះបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកតវ៉ានាយករដ្ឋមន្ត្រីជប៉ុនហ្សាណេតាកាអ៊ីឈីបាននិយាយថាទស្សនកិច្ចរបស់លោកពូទីនគឺមិនមែនល្អនឹងជំហររបស់ជប៉ុនលើដែនដីភាគខាងជើងហើយមិនអាចទទួលយកបានទាំងស្រុងនោះទេលោកស្រីក៏បាននិយាយផងដែរថាកោះទាំងនោះគឺជាផ្នែកមួយដែលមានស្រាប់នៃទឹកដីរបស់ជប៉ុនទាំងផ្នែកប្រវត្តិសាស្ត្រនិងក្រមច្បាប់អន្តរជាតិខណៈដែលក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារបានពិពណ៌នាការកត់សម្គាល់នេះថាជាការប្រឆាំងរុស្ស៊ីនិងបានសម្ដែងការតវ៉ាយ៉ាងខ្លាំង
សូមបញ្ជាក់ថារុស្ស៊ីនិងជប៉ុនធ្លាប់មានចំនួនទឹកដីលើកោះអ៊ីធឺរ៉ាប់និងកោះចំនួន3ផ្សេងទៀតដែលស្ថិតនៅក្រៅខេត្តហុកកៃដូភាគខាងជើងរបស់ជប៉ុនកោះទាំង4ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីត្រូវបានគេហៅថាដែនដីភាគខាងជើងនៅក្នុងប្រទេសជប៉ុននិងកោះកូរីលភាគខាងត្បូងនៅក្នុងប្រទេសរុស្ស៊ី